ចាជំរាបសួរបងប្អូនទាំងអស់គ្នាបើសិនជាបងប្អូនចង់ធ្វើជាមួយទឹកត្រីអំពិលទុំណាហើយរបៀបដិតផ្អែមប្រៃបងប្អូនអាចសាកមើលវីដេអូនេះបានសម្រាប់រសជាតិគឺបែបដិតជូរប្រៃហើយនិងផ្អែមហើយទឹកត្រីអំពិលទុំមួយមុខនេះគឺញ៉ាំត្រូវជាមួយនឹងត្រីបំពងត្រីចំហុយគឺឆ្ងាញ់មែនតើជាមួយនឹងបន្លែស្រស់ទៀតណាគឺកាន់តែអែមតែម្ដងតោះនៅពេលនេះយើងទៅមើលរបៀបធ្វើទាំងអស់គ្នាគ្រឿងដំបូងនេះគឺអំពិលទុំយើងយកអំពិលទុំទៅត្រាំជាមួយនឹងទឹកក្តៅបងប្អូនឲ្យជ្រុំជុំយកតែផ្នែកទឹកអំពិលបានហើយអត់យើងយកបាច់ផ្នែកសាច់ជាមួយនឹងគ្រាប់គឺយើងយកវាចេញនៅពេលដែលយើងបានជ្រុំទឹកអំពិលរួចរាល់ហើយយើងទុកមួយឡែកសិនណាបងប្អូនចាឥឡូវនេះយើងមកមើលធ្វើគ្រឿងបន្ទាប់ទៀតមានខ្ទឹមសខ្ទឹមក្រហមស្លឹកខ្ទឹមម្ទេសហើយនិងផ្នែកខ្ទឹមសចិញ្ច្រាំមួយផងដែរបន្ទាប់មកទៀតនេះគឺនេះខ្ញុំប្រើជាមួយនឹងខ្ទះដាក់រៀងក្តៅបន្តិចនេះខ្ញុំប្រើជាមួយនឹងប្រេងឆាហើយដាក់ខ្ទឹមចិញ្ច្រាំរបស់យើងហ្នឹងរំលីងឲ្យវាឡើងឈ្ងុយទើបនេះខ្ញុំចាក់ជាមួយនឹងស្ករពានគេហៅស្ករក្រហមហ្នឹងបន្តិចចឹងទៅបន្ទាប់ពីរំលីងឲ្យវារៀងក្រហមបន្តិចយើងចាប់ផ្ដើមដាក់ជាមួយនឹងទឹកអំពិលទុំរបស់យើងចូលតែម្ដងសម្រាប់ទឹកអំពិលទុំមួយមុខនេះបើសិនជាបងប្អូនប្រើជាមួយនឹងស្ករសគឺអត់សូវឆ្ងាញ់ដូចស្ករក្រហមឬស្ករពាននេះទេពេលដែលយើងកូរជាមួយនឹងស្ករត្នោតចឹងទៅគឺកាន់តែឈ្ងុយហើយរសជាតិដិតទៀតផងឥឡូវនេះគឺខ្ញុំចាប់ផ្ដើមដាក់គ្រឿងផ្សំជាមួយនឹងម្សៅរ៉ូឌី1ស្លាបព្រាប៊ីចេងកន្លះស្លាបព្រាមួយចុងស្លាបព្រាកាហ្វេជាមួយនឹងទឹកត្រី2ស្លាបព្រាលួចជាមួយនឹងអំបិលមួយចុងស្លាបព្រាបន្តិចបានហើយដើម្បីឲ្យទឹកត្រីរបស់យើងគឺរាងដិតចឹងណាហើយសម្រាប់ទឹកអំបិលក៏ដូចគ្នាបងប្អូនចូលចិត្តជូរយើងអាចប្រើរាងច្រើនអត់ទៅចូលចិត្តយើងប្រើតែល្មមបានហើយសម្រាប់ការធ្វើទឹកអំពិលហ្នឹងបើសិនជាទឹកអំពិលដែលបងប្អូនជ្រុំវារៀងរាវយើងបាច់ថែមទឹកទេបើជ្រុំវារៀងខាប់សាច់អំពិលរៀងច្រើនយើងអាចបន្ថែមទឹកក្តៅអ៊ុនៗរបស់យើងហ្នឹង2ស្លាបព្រាចឹងទៅដើម្បីឲ្យរសជាតិអំពិលរបស់យើងមកល្មមកុំឲ្យជូរពេកបន្ទាប់ពីយើងដាក់គ្រឿងផ្សំរួចរាល់ហើយយើងកូរទុកឲ្យវាមកពុះទៅ2ទៅ3នាទីសិនណាបងប្អូនហើយចុះត្រជាក់បន្តិចយើងនឹងភ្លក់ថារសជាតិទៅតាមការចូលចិត្តរបស់បងប្អូនឬនៅជូរពេកផ្អែមពេកឬក៏ប្រៃពេកដាក់ទៅតាមការចូលចិត្តរបស់បងប្អូនបើសិនជាបងប្អូនគិតថាអូខេហើយយើងបិទភ្លើងឲ្យវាចុះត្រជាក់បន្តិចយើងដាក់ជាមួយនឹងគ្រឿងផ្សំដែលយើងមានហ្នឹងមានដូចជាខ្ទឹមសខ្ទឹមក្រហមខ្ទឹមម្ទេសចូលទៅក្នុងនឹងទម្ដងត្រង់ចំណុចនេះផងដែរមុននឹងយើងដាក់គ្រឿងផ្សំចូលបងប្អូនត្រូវបិទភ្លើងជាមុនសិនដើម្បីកុំឲ្យគ្រឿងផ្សំរបស់យើងជាមួយនឹងខ្ទឹមសខ្ទឹមក្រហមហ្នឹងវាឆ្អិនណាដល់វាឆ្អិនវាលែងឈ្ងុយអត់សូវឆ្ងាញ់ដូចយើងដាក់បែបយើងពលភ្លើងចឹងទេហើយសម្រាប់ទឹកអំពិលទុំរបស់នាងខ្ញុំនៅថ្ងៃនេះផងដែរគឺនាងខ្ញុំញ៉ាំជាមួយនឹងត្រីចំហុយគឺត្រីឆ្កោករបស់យើងបងប្អូនចាផ្នែកក្បាលគឺនាងខ្ញុំយកទៅស្ងោរជ្រក់សម្រាប់ការកណាត់ទៀតគឺនាងខ្ញុំយកចំហុយញ៉ាំជាមួយទឹកអំពិលទុំដោយមានជាមួយនឹងបន្លែជាមួយនឹងស្តៅចសក់អីចឹងទៅបងប្អូនចូលចិត្តបន្លែអីថែមក៏បានដែរមានការ៉ុតមានអីបន្ថែមទៀតក៏បានដែរហើយសម្រាប់ទឹកអំពិលទុំរបស់យើងបងប្អូនកុំបារម្ភថាញ៉ាំទៅខ្ទឹមរបស់យើងមានជាតិហាងមានជាតិអីគឺអត់ទេតែសារមុននឹងយើងដាក់ខ្ទឹមហ្នឹងទឹករបស់យើងហ្នឹងបានពលភ្លើងមែនប៉ុន្តែវានៅរាងក្តៅដែរអញ្ចឹងណាអញ្ចឹងគ្រាន់តែវាសន្លប់ធ្វើឲ្យក្លិនខ្ទឹមក្រហមខ្ទឹមសរបស់យើងហ្នឹងពេលយើងញ៉ាំទៅគឺឈ្ងុយហើយអត់ហាងឯងគឺកាន់តែឆ្ងាញ់តែម្ដងចាហើយនៅពេលនេះផងដែរខ្ញុំសូមអរគុណយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀតបាយបាយ